មេរៀនទី6ព្រះបន្ទូលដឹកនាំការសម្រេចចិត្តប្រើគម្ពីរជាមូលដ្ឋានក្នុងការងារនិងគ្រួសារគម្ពីរស្នូលទំនុកដំកើងជំពូក119 105ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំនិងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំឯព្រះបន្ទូលជាអំពូលនិងពន្លឺនៅពេលមនុស្សត្រូវជ្រើសរើសឬសម្រេចចិត្តពេលខ្លះយើងមិនឃើញអនាគតច្បាស់ព្រះបន្ទូលរបស់ព្រះដូចជាអំពូលបំភ្លឺជំហានបន្ទាប់ហើយដូចជាពន្លឺបង្ហាញទិសដៅវែងឆ្ងាយព្រះបន្ទូលជាកន្លងដឹកនាំគ្រប់វិស័យក្នុងជីវិតការងារការសិក្សានិងគ្រួសារហើយព្រោះជំពូក4:12ព្រះបន្ទូលរបស់ព្រះជាមានជីវិតនិងមានអំណាចអាចបំបែកចិត្តនិងវិញ្ញាណព្រះបន្ទូលជួយឲ្យយើងយល់អ្វីត្រឹមត្រូវនិងអ្វីមិនត្រឹមត្រូវមុនធ្វើការសម្រេចចិត្តគេប្រើព្រះបន្ទូលក្នុងការសម្រេចចិត្តប្រចាំថ្ងៃនៅកន្លែងការងារយើងជួបសម្ពាធនិងជម្រើសជាច្រើននៅក្នុងគ្រួសារក៏មានបញ្ហាត្រូវដោះស្រាយព្រះមិនទុកឲ្យយើងដើរដោយខ្លួនឯងទេព្រះអង្គអញ្ជើញឲ្យយើងសុំប្រាជ្ញាពីព្រះអង្គហើយឲ្យព្រះបន្ទូលជាមូលដ្ឋានយ៉ាកុបជំពូក1:5បើអ្នកណាខ្វះប្រាជ្ញាសូមសុំចំពោះព្រះនោះព្រះអង្គនឹងប្រទានមុនសម្រេចចិត្តត្រូវអធិស្ឋានស្វែងរកគម្ពីរហើយស្ដាប់ការណែនាំពីព្រះព្រះបន្ទូលផ្លាស់ប្ដូរជីវិតការស្គាល់ព្រះបន្ទូលមិនគ្រប់គ្រាន់ទេត្រូវអនុវត្តពេលយើងអនុវត្តដំណាភាពការងារទំនាក់ទំនងគ្រួសារនិងជីវិតផ្ទាល់ខ្លួននឹងចាប់ផ្ដើមមានលំដាប់និងសន្តិភាពយ៉ាកុបជំពូក1:22ចូលមានការអនុវត្តព្រះបន្ទូលមិនមែនគ្រាន់តែស្ដាប់ប៉ុណ្ណោះព្រះបន្ទូលដែលបានអនុវត្តនាំឲ្យមានការផ្លាស់ប្ដូរពិតជំហានអនុវត្តក្នុងជីវិត1អានព្រះបន្ទូលរៀងរាល់ថ្ងៃមុនធ្វើការសម្រេចចិត្តធំ2អធិស្ឋានសុំប្រាជ្ញានិងការណែនាំពីព្រះ3សួរខ្លួនឯងការជ្រើសរើសនេះស្របតាមព្រះបន្ទូលទេ4អនុវត្តអ្វីដែលព្រះបង្ហាញទោះបីពិបាកក៏ដោយសំណួរសម្រាប់ពិនិត្យខ្លួនតើខ្ញុំអនុញ្ញាតឲ្យព្រះបន្ទូលដឹកនាំការសម្រេចចិត្តរបស់ខ្ញុំទេតើគ្រួសាររបស់ខ្ញុំសម្រេចចិត្តលើមូលដ្ឋានព្រះបន្ទូលឬតាមអារម្មណ៍តើខ្ញុំជាអ្នកស្ដាប់ប៉ុណ្ណោះឬអ្នកអនុវត្តសេចក្តីសន្និដ្ឋានព្រះបន្ទូលគឺជាអំពូលនិងពន្លឺសម្រាប់ជីវិតមនុស្សដែលអនុញ្ញាតឲ្យព្រះបន្ទូលដឹកនាំនិងសម្រេចចិត្តបានត្រឹមត្រូវមានលំដាប់ក្នុងគ្រួសារនិងទទួលសេចក្តីសុខពិតសូមព្រះប្រទានពរ